សូមគោរពជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាទាំងពុកម៉ែបងប្អូនដែលរស់នៅក្នុងប្រទេសនិងពុកម៉ែបងប្អូនដែលរស់នៅក្នុងក្រៅប្រទេសជាទីគោរពជាទីស្នេហាដោយពុកម៉ែបងប្អូនទាំងអស់គ្នាបានដឹងហើយថារយៈពេលកន្លងមកតាំងពីខែ7គឺថៃបានឈ្លានពានកម្ពុជាម្ដងហើយម្ដងទៀតម្ដងហើយម្ដងទៀតហើយការឈ្លានពាននោះមានគ្រប់ស្ថានភាពគ្រប់បែបបទនៃការឈ្លានពានមានទាំងការបាញ់ប្រហារទាំងការរាយបណ្ដាលុះបង្កភាពអសន្តិសុខក្នុងសង្គមប្រទេសជាតិខ្លួនឯងរហូតមកប៉ះពាល់ដល់ប្រទេសកម្ពុជាអញ្ចឹងនៅក្នុងវេលាថ្មីនេះកាលពីម៉ោង 10 ដល់ម៉ោង 12 សកម្មជនថៃបានចាក់សម្លេងខ្មោចនៅវេលាម៉ោង 3:20 នាទីទៀបភ្លឺត្រូវនឹងថ្ងៃទី 11 ខែ 10 ឆ្នាំ 2025 គឺថៃបានចាក់សម្លេងយន្តហោះដែលចុះនៅក្នុងភូមិព្រៃច័ន្ទនេះបើតាមយោងទៅតាមការបង្ហោះរបស់លោកហ៊ុនសុធាលោកបានលើកឡើងយ៉ាងដូចនេះថាចេះតែថៃកោតធ្វើទៅរួចនេះសូមបញ្ជាក់ឲ្យឃើញថាប្រទេសថៃគឺមិនចង់បាននៅសុខសន្តិភាពដូចអ្វីដែលថៃបានបង្ហាញទៅកាន់ប្រជាពលរដ្ឋរបស់ខ្លួនទេថៃនៅតែបន្តការឈ្លានពានមកលើកម្ពុជាដោយឥតឈប់ឈរហើយខ្លួនឯងបានទាមទារសន្តិភាពថាកម្ពុជាជាអ្នកបង្កចំនួនទាំងដែលខ្លួនបានឈ្លានពានកម្ពុជាម្ដងហើយម្ដងទៀតជាក់ស្ដែងដោយបងប្អូនដឹងហើយថាថៃបានចាក់សម្លេងខ្មោចការចាក់នេះវាធ្វើឲ្យរំខានទៅដល់ប្រជាពលរដ្ឋពុកម៉ែបងប្អូនយើងដែលរស់នៅតាមព្រំដែនធ្វើឲ្យកុមារធ្វើឲ្យមនុស្សចាស់គ្រប់វ័យគ្រប់ឋានៈមានភាពភ័យខ្លាចរស់នៅក្នុងអសន្តិសុខរស់នៅក្នុងភាពភ័យខ្លាចសូម្បីតែការរកស៊ីអីជាដើមគឺมันអាចនឹងប្រកបអាជីវកម្មអីផ្សេងដោយសេចក្តីស្ងប់ចិត្តទេអញ្ចឹងថៃនៅតែបន្តរហូតមកដល់សប្តាហ៍ថ្ងៃនេះហើយថ្មីនេះដូចបងប្អូនដឹងហើយនេះបើយើងយោងទៅតាមការបង្ហោះเพจផ្លូវការរបស់លោកហ៊ុនសុធាបាទអញ្ចឹងពុកម៉ែបងប្អូនអាចsearch ឈ្មោះគាត់ទៅដើម្បីយើងវាយថាតើសំឡេងហ្នឹងវាមានសភាពគួរឲ្យខ្លាចបែបម៉េចសូម្បីតែខ្ញុំជាមនុស្សធំនេះក៏នៅមានភាពភ័យខ្លាចដែរព្រោះចុះយើងគិតមើលទម្រាំតែក្មេងតូចកុមារទារកតើវារំខានហ្នឹងវាខ្លាំងយ៉ាងណាបាទ
បាទអញ្ចឹងយើងក៏រលេខទៅមើល page ផ្លូវការរបស់លោក Michael Alfaro ដែលជាអ្នកសារព័ត៌មានដ៏ល្បីហើយក៏ជាអ្នកគៀកជិតស្និទ្ធជាមួយនឹងលោកប្រធានាធិបតី Donald Trump ផងដែរលោកក៏បានបង្ហាញនៅភាពហ៊ូសចិត្តចំពោះទាហានថៃក៏ដូចជារដ្ឋាភិបាលថៃដែលលោកបានសរសេរយ៉ាងច្បាស់ថាថៃបានរំលោភសិទ្ធិប្រជាពលរដ្ឋរំខានដំណេកបំភ័យប្រជាពលរដ្ឋដោយប្រើប្រាស់សម្លេងខ្មោចឆ្កែលូនិងសម្លេងយន្តហោះដើម្បីវាយប្រហារមកលើប្រជាជនខ្មែរមួយយប់ទល់ភ្លឺនេះបើតាមការលើកឡើងរបស់លោក Michael B. Alfaro អញ្ចឹងសារព័ត៌មានបរទេសក៏លោកបានបង្ហាញថាថៃគឺពិតជាបានរំលោភបំពានសិទ្ធិយ៉ាងខ្លាំងយ៉ាងធ្ងន់ធ្ងរចំពោះប្រជាពលរដ្ឋរបស់យើងបាទដូច្នេះគឺថាថៃនៅតែបន្តអញ្ចឹងយើងមិនអាចឈួរមើលការរំលោភបំពាននេះម្ដងហើយម្ដងទៀតបានទេអញ្ចឹងយើងក៏លេខទៅមើល page មួយទៀតក៏បានសរសេរថាស្ថាបនិកឡានដឹកអាចដ៏រំភើបដែលពេលដែលបានចាក់សម្លេងខ្មោចដើម្បីធ្វើទុកឬក៏ធ្វើឲ្យប្រជាពលរដ្ឋមានភាពភ័យខ្លាចនៅក្នុងថ្ងៃទី11នេះជាស្ថាបនិកដឹកអាចរបស់ប្រជាជនថៃដែលថៃមានការគ្រប់គ្រងយ៉ាងខ្លាំងចំពោះបរិសុទ្ធម្នាក់នេះអញ្ចឹងបងប្អូនស្គាល់ហើយស្ថាបនិកដឹកឡានអាចគឺថាថៃនឹងមានការគ្រប់គ្រងមែនទែនអញ្ចឹងខ្ញុំចង់ត្រឡប់មកវិញថាថៃនៅតែបន្តឈ្លានពានកម្ពុជាដោយពុំមានភាពខ្លាចរអាពុំមានការជឿជាក់ឬក៏អនុវត្តទៅតាមបទឈប់បាញ់ដែលលោក Donald Trump បានចេញសេចក្តីថ្លែងនោះបាទសូមអរគុណ